ចាឥឡូវដោយសារតែ content វាយពាក្យច្រើនគឺអង្គុយតែនិយាយឯងអញ្ចឹងអីដែលយើងរើនឹកគឺយើងរើនឹកតែប្រធានបទមកបាទអង្គុយសម្រាយអាហ្នឹងចូលរឿងហែមមកផ្លឹបបាទប៉ុន្តែបើសម្រាប់ខ្ញុំគិតថា concept បែបខ្ញុំពិបាកជាង concept បែបជាងក្រៅ indoor ពិបាកជាង outdoor សម្រាយមកមូលហេតុនេះឥឡូវខ្ញុំគួរឧទាហរណ៍មួយចាស់ខ្ញុំដាក់ទូរស័ព្ទមួយឲ្យមេងលីនិយាយឲ្យសើចហ្នឹងនិយាយមកនិយាយចេះនិយាយឲ្យសើចអត់ដឹងនិយាយអីឲ្យសើចចឹងចេះកន្លែងនេះដែលជាបញ្ហាថាទី1យើងនិយាយតែខ្លួនឯងតើយើងគឺមានអារម្មណ៍ថាសើចខ្លួនឯងដែរហើយទី2រឿងហ្នឹងនិយាយនេះគឺមានបញ្ហាជាសម្ដែងបើចង់ឲ្យគេសើចគ្រាន់តែយើងដើរស្រាតបន្តិចក៏គេសើចដែរមែនទេត្រូវយើងស្លៀកសរងមួយក៏គេសើចដែរឬយើងអង្គុយចាក់យើងថ្មីធ្វើកាយវិការមួយឲ្យ funny មួយមកគេសើចទេប៉ុន្តែអាអង្គុយនិយាយនេះបើនិយាយមិនស្រួលគេជេរងាប់ហ្នឹងត្រូវហើយនិយាយមិនស្រួលជាប់គុកទៀតជាបញ្ហាព្រោះសម្ដីហ្នឹងគឺចេញអនុម័តចេញពីទ្វារគ្រួយើងមកអញ្ចឹងជាបញ្ហាសុទ្ធហ្មងចឹងមកគេថាចេះ concept បងស្រួលគាត់អង្គុយនិយាយខ្ញុំសួរចេះឲ្យអង្គុយនិយាយមើលនិយាយសើចឲ្យគេសើចមើលតែគាត់ថានិយាយថាមិនអាហ្នឹងហើយតែនិយាយមកបាទប៉ុន្តែគាត់ថាដូច Bruce Lee គាត់និយាយថាគាត់អត់ខ្លាចទេអ្នកដែលក្នុងពេលតែមួយគាត់ហាត់ច្រើនស្នៀតណាគាត់ខ្លាចបំផុតអ្នកដែលក្នុងពេលតែមួយគាត់ហាត់មកស្នៀតហ្នឹងគាត់ហាត់ច្រើនដងដោយតែពេលយើងដកខាត់អាការដែលគិតផុនយើងបែបនិយាយបែប solo តែឯងច្រើនទៅយើងគិតថាហ្នឹងជារឿងសាមញ្ញសម្រាប់យើងហើយវាជា talent សម្រាប់យើងទៅវិញប៉ុន្តែវាមិនពិបាកបើសិនយើងទាំងអស់គ្នាដូចមីលីគាត់និយាយតែឯងនិយាយព្រឹកឡើងនិយាយតែឯងហើយដើរកាយវិការតែឯងយូរទៅវាអាចជាជំនាញជាអាចជាជំនាញគាត់និយាយតែឯងដែរបាទហ្នឹងគេហៅអង្គចោមចាំងនៃសាច់ដុំរបស់យើងគឺយើងគ្រាន់ញ៉ាំពីដេកមកមិនចាំបាច់មានតែគេជុំវិញខ្លួននិយាយម្នាក់ខ្ញុំនិយាយតែយ៉ាងដែរអូខេចឹងសម្រាប់បងឯងហ្មងដែលគិតថាបើយើងនិយាយទៅចាក់ស្ដែងគឺបងធ្វើ content មកកំ pl ហើយអ្នកខ្លះគេសួរថាមែនតើនៃសម្ដែងបាទមែនតើអូនតែចេះខ្ញុំមានvision ផងខ្ញុំមួយខ្ញុំតែងគិតថាមនុស្សយើងចូលចិត្តសម្ដែងទាំងដែលរឿងនោះមិនមែនជាការពិតហ្នឹងហើយបងចាប់ផ្ដើមស្អប់ការពិតប្រឹងប្រឌិតដើម្បីឲ្យគេសោចត្រូវទាំងដែលរឿងពិតនៅក្នុងជីវិតយើងមនុស្សយើងសោចច្រើនណាស់ហើយមនុស្សយើងអត់ហ៊ានសម្ដែងហើយអត់ហ៊ាននិយាយការពិតច្រើនណាស់អញ្ចឹងមិនយកការពិតយកមកប្រាប់ដល់ពេលដែលយើងនិយាយគ្រាន់ការពិតយើងគិតថាហ្នឹងជាការសម្ដែងអត់មានសម្ដែងទេដូចពេលខ្លះរឿងដែលខ្ញុំជពាក់លុយគេគឺខ្ញុំនិយាយត្រង់ថាខ្ញុំជពាក់លុយគេមែនបើសិនជាគាត់ហ៊ានមកទាខ្ញុំគឺខ្ញុំមានបញ្ហាមួយខ្ញុំហ្មងពីព្រោះអីខ្ញុំដាក់សម្ពាធឲ្យខ្ញុំទី1ពិបាកដល់ពេលដែលគាត់ទាខ្ញុំដាក់សម្ពាធឲ្យខ្ញុំពិបាកក្នុងការរកលុយដើម្បីដោះស្រាយគាត់ផងគាត់ហើយទី2រឿងហ្នឹងមនុស្សម្នាក់ជពាក់លុយគេមួយណាដែលមិនចង់សងតែថាអត់មានលុយមានដែរសេរីចង់សងគេទេមានលុយអត់សងដែរអង្គុយមើលលុយស្រែកលុយគេអត់សងឥឡូវតសិនអញ្ចឹងមានន័យថារឿងពិតនៅក្នុងសង្គមយើងមានច្រើនណាស់ដូចខ្ញុំពេលខ្លះខ្ញុំនិយាយថាខ្ញុំចូលចរាចរណ៍ខ្ញុំថាបងខ្ញុំឈឺផោមជាស្រេចខ្ញុំសុំផោមមួយរឿងពិតបាទតែមនុស្សយើងអត់ហ៊ាននិយាយទេតែបើយើងហ៊ាននិយាយគាត់ថាហ្នឹងយើងសំដែងក៏ប៉ុន្តែរឿងពិតឥឡូវមែនចឹងអត់មែនចឹងបែរជានាំគ្នាសោចទៀតនៅរឿងនេះរឿងការពិតបាទអញ្ចឹងខ្ញុំថាខ្ញុំឃើញមួយរយៈក្រោយដោយសារតែរឿងពិតហ្នឹងនិយាយទៅគឺជេរព្រាតបាទឥឡូវវាមាន concept ខ្លះពិតពេកមិនគួរនិយាយរឿងដែលត្រូវនោះមិនត្រូវនិយាយនោះមានច្រើនដែររឿងហ្នឹងតែពិតវាត្រូវហើយតែត្រូវយកមិននិយាយហើយការពិតចាំបើឯងមានរបៀបថាយើងអង្គុយរធម្មតា concept របស់យើងមិន concept អង្គុយនិយាយទេប៉ុន្តែយើងព្យាយាមយករឿងពិតយកមកនិយាយរឿងណាដែលកើតឡើងហើយយកមកនិយាយដើម្បីយើងឆ្នៃអាហ្នឹងវាទៅជារឿងពិតហើយក៏ប្លែកទៀតមិនអញ្ចឹងបងពេលខ្លះមានអារម្មណ៍ថារមកយើងរើមកកោជើងបានច្រើនដែរដែលមានអារម្មណ៍ថារឿងខ្លះរើមកហើយមានអារម្មណ៍ថានិយាយអត់កើតមានច្រើនមានរឿងច្រើនទី1រឿងគេរឿងក្រុមគ្រួសារគេរឿងខ្លះយើងចង់ថាដូចករណីថ្មីនេះបាទនាំសង្សារទៅស៊ីអីនៅកន្លែងហាងហ្នឹងគេទៅ grand opening ហើយដល់ទៅពេលគេថតជាប់ហ្នឹងប្រពន្ធឃើញនៅវីដេអូហ្នឹងជ្រុះគ្នាហើយម្ចាស់ហ្នឹងប្តីហ្នឹងទៅប្តឹងម្ចាស់ហាងប៉ុន្តែសួរថារឿងហ្នឹងយើងយកមកសម្ដែងកំ pl បានណាកំ pl មែនទេប៉ុន្តែរឿងគេកំ pl មិនខ្ញុំរើឡើងកំ pl គឺរឿងកំ pl ខ្ញុំទៅចេះខ្ញុំមនុស្សយើងនៅពេលដែលជាអូនដាក់អរៈជន់សូម្បីតែរឿងអញ្ចឹងវាអាចកើតដែរអញ្ចឹងណារឿងដែលយើងមិននឹកស្មានតិចវាអញ្ចឹងហើយអ្នកខ្លះសង្សារគាត់ 3-4 នាក់គាត់តែមិនជន់ទី3ទេជន់ទី9នោះគាត់អត់ជន់គ្នាហើយយើងមានតែជន់ទី2សិនណាវាជួបបញ្ហាសយអញ្ចឹងអញ្ចឹងមិនថាយើងអាចយកក្លេមកសម្ដែងបានប៉ុន្តែគាត់ណាសម្ដែងមិនបើរឿងនេះរឿងគ្រួសារគេហ្នឹងបាទគាត់កំពុងកើតទុកអញ្ចឹងយកអាចជាការគុំគួនមិនគាត់មកលើយើងគាត់ថាបានអញ្ចឹងវាអញ្ចឹងដែរហើយរឿងខ្លះដូចរឿងបញ្ហាជាតិអីអញ្ចឹងគឺរឿងខ្លះវាគាត់អស់សម្ដែងមិនច្រើនណាជាតិគេតែស្ដីឲ្យហាក់
រឿងជាតិអីរឿងមានបញ្ហាសំណោចច្រើនតែយើងនិយាយអត់កើតនិយាយគឺវាមានតែពេលទេ មិនរឿងគេតែបងបាយយកមកនិយាយហើយបន្ទាប់មកគេ sensitive រឿងស្អីទេច្រើនពេក រឿងជាតិគាត់ទៅ content កំ pl ែងគេស្ដីហើយខ្ញុំនិយាយតែតិនជាមួយនឹងធម្មតាក្នុងនាមយើងជាប្រជាពលរដ្ឋមួយ បាទ យើងតែងតែជឿលើអាណាព្យាបាលផងយើងអាណាព្យាបាលប្រៀបបានដូចជាអ្នកដែលមើលការខុសត្រូវយើងអញ្ចឹងយើងជាប្រជាជនគឺទុកចិត្តលើថាដឹកនាំដល់ពេលយើងនិយាយពីគាំពីថាដឹកនាំគេថាយើងត្រូវពងហើយខ្ញុំបងក៏មានពងត្រូវខ្លួនឯងដែរមានពងតែណាទៅត្រូវពងមានតែអត់មានទេអញ្ចឹងបងនិយាយរឿងតាញ់អាហ្នឹងគេថាបងនោះវាចេះចោលអញ្ចឹងដូចបងនិយាយអញ្ចឹងតែរឿងក៏ប្លែកទេរឿងហ្នឹងក៏ប៉ុន្តែ strict មែនទេដល់ពេលយើងអត្ថបាយបែបក៏ប្លែកទៅពួកគាត់មានអារម្មណ៍ថាយើងបែបកំ pl ែងអញ្ចឹងទៅវាសម្រាលអញ្ចឹងអានេះវាផ្ដើមចេញពីសិល្បៈនៃការនិយាយផងយើងណាយើងនិយាយធ្វើម៉េចកុំឲ្យវាហួសហេតុពេកបងឲ្យដែរបារម្ភអត់ពេលធ្វើ content អស់ហ្នឹងយូរហើយអស់ហើយនិយាយពីមុនខ្ញុំធ្លាប់គិតថាខ្លាចអស់ហើយនិយាយដែរ បាទ ប៉ុន្តែសង្គមខ្មែរនេះមកដេកមក plate ជួអាចមក plate ហ្នឹងគឺមានរឿងច្ដំភ័យបាច់ភ័យទេវាលេតែយើងងាប់អត់ឲ្យនិយាយបាទនៅខ្ញុំគិតថាបើរស់នៅក្នុងស្រុកខ្មែរអស់កន្សឹបនិយាយខ្ញុំគិតថានឹងមិនដឹងទៅណាវាទៅព្រៃឬទៅភ្នំស្បែងទៅព្រៃទៅជួបនេះបាទសុភ័ក្រគេភក្តី officer គាត់បើជួបគាត់គាត់តែមានរឿងនិយាយតែខ្ញុំពិបាកយើងថាពិបាកឬខ្មែរពិបាកសេតហើយក៏អត់ពិបាកថាយើងអត់រឿងនិយាយនឹងវាតែយើងអត់តាមដានសង្គមសោះហ្មងអាហ្នឹងមិនអស់រឿងនិយាយចេះជួបការមកពីយើងទំនេរមែនមិនយើងអាសាតាមដានហើយយើងមានអីថ្មីមកប៉ុន្តែយើងអ្នកផលិតវេទិកាគឺយើងមិនអាចបោះចោលអាប្រព័ន្ធ platform នឹងហ្មងតាមដានរឿងគេគឺយើងមិនអាចហ្មងពួកយើងតាមអត់ទាន់តែយើងតាមអត់ទាន់còn concept ផងយើងវាជា old generation វា concept ចាស់តែគេលេងគេស្ដាប់ហើយអញ្ចឹងយើងទាន់តែតាមឲ្យទាន់ trend របស់ Gen Z ទាល់យើងតាមដានរឿង Gen Z បានច្រើនដូចខ្ញុំនិយាយរឿងពួក Steel អញ្ចឹងពួក Steel ដែលគាត់ជិះម៉ូតូយប់ឡើងគាត់ឆាបម៉ូតូឆាបអីគាត់គិតថាខ្ញុំខ្លាចគាត់គិតឃើញអញ្ចឹងគាត់គិតថាខ្ញុំខ្លាចឆាបខ្ញុំរកវាយខ្ញុំហើយគិតថាខ្ញុំខ្លាចតែមូលហេតុមិនគេរកវាយពីម្ដាយនៅសុកគេរកវាយធម្មតាអូនយើងជិះម៉ូតូតែឯងហើយយើងរៀងសង្ហាចេះទៀតហើយយើងមុខបងបើផ្លែដូចជួបម៉ាអញ្ចឹងបើតែពាក់មួយទៅដូចជួបម៉ាអញ្ចឹងខ្ញុំឃើញវាយដំបងអត់មានវាយម្លាយយ៉ាងមកខ្ញុំគិតថាវាយលក់ច្រើនទៀតអរេបងក៏ឆ្ងល់អ្នកខ្លះគេថាបងនោះដូចជួបម៉ាអញ្ចឹងបងឆ្ងល់ថាយើងជួបស្ងាត់ស្ងាត់មិនគេដឹងបងឥឡូវបងឆ្ងល់គឺកន្លែងហ្នឹងទេហើយបងឆ្ងល់ទៅពេលគាត់ពួកគាត់រកវាយបងជិះបងចេះនឹកឃើញតែអូវាអត់ស្គាល់យើងអត់ស្គាល់សេរីចាស់សេរីអីចេះសេរីចាស់ក៏ភ័យដែរយើងចង់និយាយចឹងចេះអត់ស្គាល់សេរីចាស់សេរីចាស់ហ្នឹងភ័យយើងសេរីថ្មីទៀតពួកសេរីចាស់វាអាចកាប់ទៅវាដឹងខ្លះដឹងកាប់កន្លែងណានៅរស់ហើយក៏អាចវាសោះពីការភាពអីអាសេរីថ្មីនេះកាប់គ្មានដឹងបច្ចេកទេសអីទេកាប់គឺងាប់យើងគឺងាប់បងហើយតែធ្វើអីវាឥឡូវហ្នឹងហើយខ្ញុំនិយាយរឿងក្មេងស្ទីលគាត់ចូល comment ខ្ញុំច្រើនអញ្ចឹងទៅអញ្ចឹងបើយើងនិយាយទៅមានន័យថាយើងអប់រំគាត់តាមបែបលក្ខណៈសំណោចបាទចាយើងមិនទៅស្ដីបន្ទោសម៉ែឲ្យគាត់និយាយលេស្ដាប់យើងនិយាយទៅគាត់ទៀតវាស្ដាប់យកយើងលួងលោមគាត់ថ្ងៃនេះគាត់អត់ស្ដាប់អាចជាតិក្រោយទៀតគាត់ស្ដាប់យើងជុលបាទចូលការគាត់ចាំជាតិអីចឹងគាត់ចាំជាតិទៅគាត់អាចជុលចាខ្ញុំអាចគិតយ៉ាងដែរបាទចូលប្រធានទៅបងចូលណាអ្វីដែលគាត់និយាយហ្នឹងគឺគាត់ចង់បញ្ជាក់ថាមិនមែនសម្ដែងទេរឿងប៉ិតមិនសម្ដែងរឿងប៉ិតរឿងប៉ិតចាឥឡូវមានដែរមាន content ណាដែលបងឯងមិនកើតឡើងហើយបងឯងយកហ្នឹងយកមកនិយាយអាចថាសម្ដែងហ្មងរឿងសម្ដែងមាន concept ដែរឧទាហរណ៍ថាយើងចង់ជេរបុគ្គលម្នាក់ហ្នឹងបាទអត់ទេចង់ជេរស៊ីនាងចង់ជេរអូនអញ្ចឹងបងទៅបង្កើត account face មួយថាចូលមក comment ខ្លួនឯងហើយយើងយក comment ហ្នឹងមក screenshot ហើយយើង reply ទៅយើងធ្វើវីដេអូអាហ្នឹងសម្ដែងទេប៉ុន្តែយើងចង់ជេរគាត់ទេប៉ុន្តែយើងយក comment គេហ្នឹងយកមកសម្ដែងថាមានបុគ្គលម្នាក់ចូលមកជេរខ្ញុំថាចេះទៅហើយយើងក៏តទៅក្នុង comment ហ្នឹងតែនៅ comment ហ្នឹងក៏មិនយើងទេហើយវាចឹងដែរវាខ្លះសម្ដែងចឹងគោលបំណងនៅក្នុងការសម្ដែងគឺដើម្បីអីគេដើម្បី view ដែរតាមពិតទៅទិសដៅដំបូងបំផុតគឺមិនមែនដើម្បី view ទេដើម្បីអីគេដើម្បីឲ្យអស់ចិត្តឲ្យអស់ចិត្តបន្ទាប់មកគឺយើងរំពឹងថាអស់ចិត្តផងយើងជេរអស់ប៉ុណ្ណឹងឬក៏យើងនិយាយអស់ប៉ុណ្ណឹងគឺនឹងទទួលបានការចាប់អារម្មណ៍ពីព្រោះអ្នកដែលមានអារម្មណ៍ដូចយើងវាច្រើនដូចយើងស្អប់អ្នកដែលចូលបន្ទប់ទឹកចុចទូរស័ព្ទគាត់បើថាជួអាចមែនទេវាលឿនទេណាស់តែគាត់ចុចទូរស័ព្ទអញ្ចឹងយើងបដិទ្ធរឿងមួយដើម្បីចង់ទៅហៅគាត់អញ្ចឹងយើងនិយាយទី1អស់ចិត្តពីរឿងយើងនៅក្នុងជួបទី2មានអ្នកដែលជួបរឿងដូចយើងច្រើនគាត់គ្រប់គ្រងយើងថាបងរឿងពិតតែដែលយើងអត់តជួបទេចារើចេះអានេះគេហៅយើងចឹងដែរពេលកន្លែងយើងសម្ដែងតែសម្ដែងហ្នឹងសម្ដែងក៏រឿងពិតដែរឲ្យពិតឥឡូវដូចបងរឿងនិយាយថាពុតនិយមបែបខ្លាំងខ្លាយដោយរឿងនាងកងរៃចឹងអ្នកនិពន្ធមើលឃើញនាងកងរៃនោះស្តៀង
ស្ត្រីម្នាក់អញ្ចឹងគាត់និពន្ធសាច់រឿងមិនឲ្យដូចស្ត្រីម្នាក់ហ្នឹងអញ្ចឹងទៅបានគេគិតថារឿងពិតដូចខ្លាំងខ្លាយដូចក៏ពិតចឹងណាបាទ ចា អញ្ចឹង តែគោលបំណងយើងសើគោលបំណងល្អទេ គោលបំណងល្អទេ បាទគ្រប់ content យើងសើគោលបំណងល្អទេ បាទ ល្អហើយយើងស្ដាប់មកបែបកំ pl ែងយើងនៅចង់ស្ដាប់តែគាត់និយាយគេចង់ក្រោយតែគាត់និយាយមកកំ pl ែងហី Yes ហើយប្រឹងស្ដាប់ទៀតហើយប្រឹងស្ដាប់ពេលខ្លះគាត់ថាបែបឯងអប់រំមកស្ដាប់មកតែពេលចង់ក្រោយបាត់ចកេះ